ជាក់ស្ដែងវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជារបស់យើងនៅមានកម្រិតបើប្រៀបធៀបនឹងប្រទេសដទៃទៀតដូច្នេះជំនាញពេទ្យគ្រប់ជំនាញមានតម្រូវការទាំងអស់មិនថាជំនាញពេទ្យមួយណាក៏ដោយទាំងគ្រូពេទ្យនិងគិលានុបដ្ឋាកហើយបើប្រៀបធៀបចំនួនគ្រូពេទ្យទៅនឹងប្រជាជនកម្ពុជារបស់យើងដែលមានជំងឺហើយមករកពេទ្យរាល់ថ្ងៃហ្នឹងគឺចំនួនគ្រូពេទ្យមានតិចមែនតើក្នុងមួយថ្ងៃគ្រូពេទ្យម្នាក់អាចនឹងមើលអ្នកជំងឺទៅដល់រាប់រយអ្នកក៏មានដែរហើយមន្ទីរពេទ្យរដ្ឋមួយចំនួននៅក្នុងប្រទេសកម្ពុជាជាពិសេសនៅក្នុងទីក្រុងភ្នំពេញផ្ទាល់តែម្ដងតែងតែប្រកាសរកបុគ្គលិកទាំងបុគ្គលិកប្រឡងក្របខ័ណ្ឌនិងបុគ្គលិកកិច្ចសន្យាព្រោះថាអ្នកជំងឺមានចំនួនកើនឡើងអញ្ចឹងគ្រូពេទ្យគួរតែកើនឡើងហើយនឹងត្រូវការខ្លាំងបំផុតដែរតាមជំនាញនីមួយៗមិនថាជំនាញទូទៅឬឯកទេសជំនាញបេះដូងជំនាញកាពះតម្រង់នោមឬខួរក្បាលអវយវៈផ្សេងៗទៀតផងដែរហើយមួយទៀតបើនិយាយប្រៀបធៀបទៅកាន់បណ្ដាខេត្តនានាខេត្តខ្លះគាត់ក៏មិនទាន់មានឯកទេសជំនាញពិសេសឬមានឯកទេសជំនាញគ្រប់ផ្នែកទាំងអស់នៅក្នុងខេត្តមួយៗហ្នឹងអញ្ចឹងបើសិនជាមានអ្នកជំងឺនៅតាមបណ្ដាខេត្តត្រូវការឯកទេសជំនាញពិសេសក៏ត្រូវបញ្ជូនមកទីក្រុងភ្នំពេញដើម្បីព្យាបាលបន្តដូចគ្នាអញ្ចឹងសម្រាប់សំណួររបស់បងអូនតើតម្រូវការមួយណាដែលខ្លាំងជាងគេនៅប្រទេសកម្ពុជាអញ្ចឹងខ្ញុំសូមឆ្លើយថាគ្រប់ជំនាញទាំងអស់ឲ្យតែវិស័យពេទ្យនេះគឺត្រូវការខ្លាំងបំផុតហើយត្រូវការគ្រប់ជំនាញហើយមួយទៀតវាតទៅនឹងឧបករណ៍ប្រើប្រាស់ឬម៉ាស៊ីន scan ដើម្បីពិនិត្យនិងវិនិច្ឆ័យឬជំងឺនៅតាមបណ្ដាខេត្តគាត់ក៏មិនទាន់ទំនើបប្រៀបធៀបនៅក្នុងទីក្រុងភ្នំពេញអញ្ចឹងបើបងអូនចង់រៀននៅក្នុងវិស័យពេទ្យនេះបងអូនរៀនជំនាញណាក៏បានដែរឲ្យតែបងអូនស្រឡាញ់និងចូលចិត្តព្រោះយើងនៅខ្វះធនធានដែលជាបុគ្គលដែលសំខាន់នៅក្នុងវិស័យសុខាភិបាលឬគ្រូពេទ្យឬគិលានុបដ្ឋាកនេះច្រើនខ្លាំងមែន